Assalamu alaikum សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះគឺយើងចង់និយាយគ្នាបន្តិចអំពីស្ថានភាពមួយដែលយើងមើលឃើញនៅពេលបច្ចុប្បន្ននេះគឺមានឪពុកខ្លះគឺគាត់តែងតែទៅម៉ាស្ជីតជាប្រចាំតែងតែទៅថ្វាយបង្គំទៅសាឡាតធ្វើបុណ្យផ្សេងជាច្រើននិយាយរួមគាត់យើងឃើញគាត់យើងដឹងថាគាត់គឺជាមនុស្សល្អនៅក្នុងសង្គមនៅក្នុងខ្សែភ្នែករបស់អ្នកដទៃណាក៏ប៉ុន្តែជាក់ស្ដែងប្រពន្ធហើយនឹងកូនរបស់គាត់អត់ខ្វល់ទេកូនរបស់គាត់ចង់ស្មៀងចង់អីចង់ស្លៀកពាក់បែបណាក៏គាត់អត់ខ្វល់ទេអញ្ចឹងគាត់ដឹងដល់ពេលវេលាគឺគាត់ទៅម៉ាស្ជីតដើម្បីស្មៀងបន្ទាប់ពីស្មៀងរួចគាត់មកផ្ទះវិញកូនរបស់គាត់អត់ស្មៀងក៏គាត់អត់ខ្វល់ប្រពន្ធរបស់គាត់អត់បិទបាំងអារ៉ាត់ក៏គាត់អត់ខ្វល់អញ្ចឹងស្ថានភាពរបស់ប្តីបែបនេះរបស់ឪពុកបែបនេះតើគាត់នឹងមានវាសនាបែបណានៅថ្ងៃអាខិរ៉ាត់ដូច្នេះនៅក្នុងវីដេអូមួយនេះគឺយើងនឹងនិយាយគ្នាអំពីស្ថានភាពរបស់ប្តីបែបហ្នឹងអញ្ចឹងសូមតាមដានជាមួយខ្ញុំរហូតដល់ចប់អ៊ីនសាអល់ឡោះបងប្អូនទាំងឡាយដែលស្ថិតនៅក្នុងក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់បងប្អូនសាកពិចារណាជាមួយខ្ញុំអំពីសន្តិភាពមួយនេះបន្តិចមើលថានៅក្នុងម៉ាស្ជីតមានឪពុកម្នាក់ដែលឧស្សាហ៍ព្យាយាមធ្វើអ៊ីបាដាឬគោរពប្រតិបត្តិទៅចំពោះអល់ឡោះជាម្ចាស់ដ៏ល្អឥតខ្ចោះថ្ងាសរបស់គាត់បានប្រែក្លាយទៅជាពណ៌ខ្មៅដែលសារតែជានិច្ចកាលតែងតែក្រាបថ្វាយបង្គំចំពោះអល់ឡោះជាម្ចាស់ទឹកភ្នែករបស់គាត់តែងតែហូរដែលសារតែខ្លាចទៅចំពោះព្រះជាម្ចាស់ភ្ញាក់រលឹកអំពីកំហុសឆ្គងបាបកម្មដែលគេបានសាងកន្លងមកនៅក្នុងក្រសែភ្នែករបស់មនុស្សទូទៅគេគឺជាមនុស្សដែលល្អសឡេះគឺជាមនុស្សដែលជាទីមោទនភាពសម្រាប់គ្រួសារក៏ប៉ុន្តែអ្វីដែលជារឿងសោកស្ដាយនោះនៅពេលដែលគាត់ត្រឡប់មកផ្ទះវិញគាត់បានបិទភ្នែកបិទត្រចៀកធ្វើជាមិនដឹងធ្វើជាមិនឮនៅពេលដែលឃើញប្រពន្ធកូនរបស់គាត់ដែលចាក់ចេញអំពីផ្ទះដោយការស្លៀកពាក់មិនបិទបាំងរាងកាយមិនបិទបាំងឱរ៉ាត់ស្លៀកពាក់រឹតតឹងណែនបង្អួតរៀងរៅស្លៀកពាក់តុបតែងកាយហួសហេតុពេកកូនប្រុសរបស់គេមិនដែលសូឡាតកូនប្រុសរបស់ខ្លួនដើរលេងពីវាពីកាលពីលីអាវ៉ាសែធ្វើទង្វើប្រឆាំងក្បួនច្បាប់អ៊ីស្លាមរាប់មិនអស់គេដែលជាឪពុកគឺនៅស្ងៀមមិនហ៊ាននិយាយណែនាំទៅកាន់កូនចៅដោយសារតែគិតថាកូនធំហើយមិនហ៊ាននិយាយណែនាំខ្លាចកូនខឹងចំណែកឯប្រពន្ធវិញស្លៀកពាក់មិនដឹងណាណីខោមិនខោអាវមិនអាវអង្គុយនិយាយដើមគេថតរូបបង្ហោះរំរែកតាមបណ្ដាញសង្គម Facebook YouTube TikTok គេដែលជាប្តីធ្វើជាមិនឃើញធ្វើជាមិនដឹងគេគិតថាគេគោរពតាមបទបញ្ជារបស់អល់ឡោះតែគេទៅគឺគ្រប់គ្រាន់ហើយគេនឹងបានចូលឋានសួគ៌ហើយគេនឹងរួចផុតអំពីឋាននរកតើវាពិតអញ្ចឹងមែនឬអ្វីដែលគេគិតនោះអល់ឡោះជាម្ចាស់បានរំលឹកមនុស្សគ្រប់រូបនៅក្នុងគម្ពីរកុរអានថាយ៉ាអៃយូហាល់ឡាឌីណាអាម៉ានូគូអានហ្វូសាគុមវ៉ាអាហ្លីគុមណារ៉អោបដាអ្នកដែលមានជំនឿទាំងឡាយចូលពួកអ្នកថែរក្សាខ្លួនប្រាណរបស់អ្នកនិងក្រុមគ្រួសាររបស់អ្នកឲ្យផុតអំពីភ្លើងនរកអល់ឡោះជាម្ចាស់មិនបានមានបន្ទូលថាការពារតែខ្លួនឯងនោះទេក៏ប៉ុន្តែបញ្ជាឲ្យយើងថែរក្សាខ្លួនយើងថែមទាំងក្រុមគ្រួសាររបស់យើងទៀតផងព្យាការីមូហាម៉ាត់មានប្រសាសន៍ថាគ្រប់គ្នាអំពីពួកយើងគឺជាមេដឹកនាំហើយមេដឹកនាំនឹងត្រូវបានគេសួរអំពីការទទួលខុសត្រូវរបស់ខ្លួននៅថ្ងៃបរលោកតើអ្វីទៅដែលជារូបភាពនៃទណ្ឌកម្មសម្រាប់ឪពុកឬប្តីដែលបណ្ដាលឲ្យប្រពន្ធកូនរបស់ខ្លួនប្រព្រឹត្តទង្វើអាក្រក់ផ្សេងៗដោយគ្មានអើពើធ្វើអ្វីទាល់តែសោះនោះបរិសប្រភេទនេះគឺគេហៅថាបរិសដែលដាយុសគឺជាបរិសដែលគ្មានភាពអៀនខ្មាស់នៅពេលដែលឃើញប្រពន្ធកូននិងក្រុមគ្រួសាររបស់ខ្លួនធ្វើទង្វើអាក្រក់គ្មានចិត្តប្រច័ណ្ឌនៅពេលដែលប្រពន្ធបង្ហាញគេខ្មាស់ជាសាធារណៈបរិសដែលជាប្តីឬជាឪពុកប្រភេទនេះគឺមិនបានចូលឋានសួគ៌នោះឡើយសូម្បីតែក្លិនក្រអូបនៃសួគ៌ក៏គេមិនបានស្រង់ក្លិនដែរមិនថាឡើយចូលឋានសួគ៌នោះពីព្រោះក្លិនក្រអូបនៃឋានសួគ៌គឺជះក្លិនតាំងពីចម្ងាយរយៈពេលដល់40ឆ្នាំមកម្លេះខណៈពេលដែលនៅវាលម៉ាសារមុនអំពីជើងរបស់ប្តីឬឪពុកនោះឈានទៅរកឋានសួគ៌ប្រពន្ធនិងកូនរបស់គេនឹងហើយដែលជាឧបសគ្គរារាំងមិនឲ្យគេចូលឋានសួគ៌នោះឡើយគេនឹងចាប់ទីជើងឪពុកឬប្តីនោះរារាំងប្តឹងទៅកាន់ព្រះជាម្ចាស់ថាយ៉ាអល់ឡោះបរិសនេះហើយកាលនៅក្នុងលោកីគាត់មិនដែលបង្ហាត់បង្រៀនខ្ញុំអំពីអ៊ីស្លាមនោះឡើយបរិសនេះហើយដែលបណ្ដាលឲ្យពួកខ្ញុំធ្វើទង្វើអាក្រក់គេជានិច្ចកាលតែងតែធ្វើអ៊ីបាដាគេជានិច្ចកាលតែងតែទៅម៉ាស្ជីតក៏ប៉ុន្តែគេបណ្ដាលឲ្យពួកយើងស្ថិតនៅក្នុងប្រការអាក្រក់គេបណ្ដាលឲ្យយើងធ្វើទង្វើផ្សេងៗដែលជាការបំពានទៅចំពោះអល់ឡោះជាម្ចាស់យើងធ្វើទង្វើផ្សេងគេមិនបានហាមនោះទេសូមទ្រង់បោះសម្អាតរាល់ទង្វើល្អរបស់គេហើយបញ្ជូនគេទៅក្នុងឋាននរកជាមួយពួកយើងទៅនេះហើយគឺជាអ្វីដែលប្រពន្ធកូនរបស់យើងនឹងទាមទារនៅថ្ងៃអាខិរ៉ាត់នៅក្នុងទុនយ៉ាប្រពន្ធកូនរបស់យើងគឺពិតជាស្រឡាញ់អាណិតមកលើពួកយើងខ្លាំងណាស់ក៏ប៉ុន្តែក្នុងនាមជាឪពុកក្នុងនាមជាប្តីទៅដល់ថ្ងៃអាខិរ៉ាត់គ្មានលេខក្តីមេត្តាសម្រាប់យើងគេនឹងទាញយើងចូលទៅក្នុងនរកជាមួយគ្នាបងប្អូនសាកពិចារណាបន្តិចមើលថាជាពិសេសគឺបរិសទាំងឡាយការសូឡាតរបស់យើងការបួសរបស់យើងគឺត្រូវរលាយខ្ទេចខ្ទីនៅថ្ងៃបរលោកដោយសារតែយើងប្រងើយកន្តើយមិនហ៊ាននិយាយណែនាំទៅកាន់ប្រពន្ធកូនមិនហ៊ានដាស់រំលឹកទៅកាន់កូនយើងខ្លាចកូនខឹងក៏ប៉ុន្តែអ្នកមិនដឹងទេថាទង្វើរបស់អ្នកកំពុងតែដុតបំផ្លាញអ្នកវិញនោះទេ
យើងខិតខំសង្គ្រោះតែខ្លួនយើងអ្នកឯងក៏ប៉ុន្តែបណ្ដាលឲ្យប្រពន្ធកូនត្រូវចូលឋាននរកទៅវិញតើអ្នកគិតថាអ្នកអាចចូលឋានសួគ៌បានឬដរាបណាអ្នកដែលស្ថិតនៅក្រោមការត្រួតត្រារបស់អ្នកមិនបានចូលឋានសួគ៌អ្នកកុំសង្កឹមថាអ្នកបានចូលឋានសួគ៌ឲ្យសោះអ្នកត្រូវដឹងដូច្នេះហើយតើយើងគួរកែប្រែស្ថានភាពនោះបែបណាទៅតើយើងដាស់រំលឹកប្រពន្ធកូនរបស់យើងដោយវិធីណាទៅតើយើងត្រូវវាយដំឬជេរដាក់បណ្ដាសាលើពួកគេឬទេគឺមិនដូច្នោះទេគឺយើងអាចប្រើប្រាស់ភាសានៃការនិយាយស្ដីអំពីអណ្ដាតដ៏ទន់ភ្លន់របស់យើងរ៉ាស៊ូលឡោះបានបង្រៀនយើងដើម្បីកែប្រែទង្វើអាក្រក់តាមលទ្ធភាពជាក់ស្ដែងរបស់យើងក្នុងនាមយើងគឺជាឪពុកក្នុងនាមយើងគឺជាប្តីដែលជាមេគ្រួសារគឺយើងមានសិទ្ធិមានអំណាចគ្រប់គ្រាន់នៅក្នុងដៃរបស់យើងអាចនិយាយមិនត្រូវខ្លាចអ្វីនោះទេប្រសិនបើអ្នកគឺជាឪពុកមិនហ៊ាននិយាយអប់រំទៅកាន់កូនចៅអ្នកគួរតែបដូរធ្វើជាកូនរបស់គេវិញទៅហើយឲ្យកូនរបស់អ្នកមកធ្វើជាឪពុកវិញម្ដងទៅបើសិនជាអ្នកខ្លាចកូននោះតើអ្នកយល់ទេអ្នកអាចហៅប្រពន្ធរបស់អ្នកមកអង្គុយជុំគ្នាកាន់ដៃឬឲ្យពួកគេឲ្យជាប់អង្អែលក្បាលរបស់ពួកគេហើយនិយាយដល់ទន់ភ្លន់ទៅកាន់ពួកគេថាអោប្រពន្ធនិងកូនជាទីស្រឡាញ់របស់ឪពុកទាំងឡាយអើយប្តីពិតជាស្រឡាញ់ប្រពន្ធខ្លាំងណាស់ឪពុកពិតជាស្រឡាញ់កូនខ្លាំងណាស់ខ្ញុំមិនដាច់ចិត្តមើលឃើញអ្នកទាំងអស់គ្នាត្រូវបានទទួលទារុណកម្មនៅក្នុងភ្លើងនរកនោះទេឪពុកចង់ឲ្យពួកយើងទាំងអស់គ្នាបានចូលឋានសួគ៌រួមគ្នាចូលឋានសួគ៌ទាំងអស់គ្នាសូមកូនបោះបង់ចោលរាល់ទង្វើអាក្រក់ទាំងឡាយដែលកំពុងតែធ្វើនៅពេលសប្តាហ៍ថ្ងៃនេះទៅមស្ជីតជាមួយឪពុកសូមឲ្យប្រពន្ធនិងកូនស្លៀកពាក់បិទបាំងរាងកាយឲ្យបានត្រឹមត្រូវកុំបន្តបំពានក្បួនច្បាប់ដែលអល់ឡោះជាម្ចាស់បានកំណត់ទៀតឯសោះគ្រប់គ្រាន់ហើយជីវិតរបស់យើងគ្រប់គ្រាន់ហើយទង្វើអាក្រក់ដែលយើងបានសាងកន្លងមកត្រូវបញ្ចប់ចាប់ពីថ្ងៃនេះតទៅយើងត្រូវតែក្លាយទៅជាអ្នកអ៊ីស្លាមដែលពិតប្រាកដដែលរស់នៅស្ថិតនៅក្រោមក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ពិតជានិច្ចអ៊ីនសាអល់ឡោះយើងត្រូវនិយាយដែលបង្ហាញក្តីស្រឡាញ់ដោយទន់ភ្លន់ទៅចំពោះពួកគេមិនមែនជាការជេរប្រតិចដាក់បណ្ដាសានោះទេជីវិតគ្រួសារត្រូវតែឲ្យរស់នៅជាមួយពន្លឺនៃគម្ពីរកូរ៉ានការហ្ស៊ីគៀរនិងការរំលឹកទៅចំពោះអល់ឡោះជាម្ចាស់ជានិច្ចនៅពេលដែលយើងផ្លាស់ប្ដូរទម្លាប់អាក្រក់នេះទៅជាល្អបិសាចឆៃតាននឹងរត់ឆ្ងាយអំពីផ្ទះយើងជាមិនខានអ៊ីនសាអល់ឡោះទោះបីជាយ៉ាងណាក៏ដោយនៅតែមានបញ្ហាមួយដែលតែងតែកើតឡើងហើយតែងតែត្រូវបានគេលើកឡើងថាខ្ញុំបានអប់រំប្រពន្ធកូនរបស់ខ្ញុំដោយទន់ភ្លន់រួចហើយកូនរបស់ខ្ញុំក៏ត្រូវបានវាយដោយរំពាត់នៅក្នុងនាមដើម្បីអប់រំដែរខ្ញុំបានព្យាយាមអប់រំពួកគេរាប់ឆ្នាំមកហើយប៉ុន្តែកូនរបស់ខ្ញុំនៅតែរឹងក្បាលនៅតែជជែករឹងរូសប្រពន្ធរបស់ខ្ញុំនៅតែចង់បង្ហាញរាងកាយជាសាធារណៈប្រពន្ធរបស់ខ្ញុំនៅតែជជែកមិនព្រមស្ដាប់ការណែនាំល្អៗរបស់ខ្ញុំឡើយតើស្ថានភាពឪពុកឬប្តីបែបនេះទៅជាយ៉ាងណាវិញនៅថ្ងៃអាខិរ៉ាត់បងប្អូនទាំងឡាយតើបងប្អូននៅចង់ចាំរឿងរ៉ាវប្រវត្តិសាស្ត្ររបស់នប៊ីនូហ៍ដែរឬទេប្រពន្ធនិងកូនរបស់គេបានស្លាប់នៅក្នុងនាមអ្នកដែលប្រឆាំងទៅចំពោះអល់ឡោះជាម្ចាស់ហើយនៅក្នុងរឿងរ៉ាវប្រវត្តិសាស្ត្ររបស់នប៊ីលូតប្រពន្ធរបស់គាត់បានក្បត់តើនប៊ីនូហ៍និងនប៊ីលូតទទួលបាបកម្មដែរឬទេពួកគេទាំងពីរគឺគ្មានបាបនោះឡើយទូនីតិរបស់យើងនៅក្នុងនាមជាមនុស្សទូទៅគឺត្រឹមតែខិតខំព្យាយាមដើម្បីដាស់រំលឹកឲ្យអស់ពីលទ្ធភាពចំណែកឯហ៊ីដាយ៉ាឬការចង្អុលបង្ហាញផ្លូវដែលត្រឹមត្រូវគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អល់ឡោះជាម្ចាស់អ្វីដែលសំខាន់គឺយើងបានខិតខំព្យាយាមដើម្បីរំលឹកពួកគេឲ្យអស់ពីលទ្ធភាពការដាស់រំលឹកដែលគ្មានឡើយពាក្យថាធុញទ្រាន់ផ្គត់ផ្គង់ផ្ដល់ចំណីអាហារដែលល្អហាឡាលដល់ពួកគេបង្ហាញគំរូល្អដល់ពួកគេហើយជានិច្ចកាលតែងតែទូអាបួងសួងរឿងល្អសម្រាប់ពួកគេអ៊ីនសាអល់ឡោះចំពោះមុខអល់ឡោះជាម្ចាស់យើងនឹងរួចផុតអំពីការចាត់ប្រកាន់ទាំងឡាយនោះដែលចាត់ប្រកាន់ថាយើងមិនបានអប់រំពួកគេអ្នកមិនត្រូវបានគេដាក់ទណ្ឌកម្មដោយសារតែទង្វើប្រឆាំងរបស់ពួកគេទៀតឡើយក្នុងលក្ខខណ្ឌអ្នកបានអប់រំពួកគេឲ្យអស់ពីលទ្ធភាពការគ្រារស់នៅក្នុងលោកីព្យាយាមដាស់រំលឹកពួកគេរហូតដល់ជីវិតចុងក្រោយដែលសារតែនៅក្នុងនាមជាមេគ្រួសារបានបំពេញកាតព្វកិច្ចរបស់អ្នករួចរាល់ហើយជាចុងក្រោយចូលយើងកុំចោះចាញ់និងខ្ជិលច្រអូសអំពីការបួងសួងសុំទៅចំពោះព្រះជាម្ចាស់នៅពេលដែលអ្នកត្រឡប់ទៅផ្ទះវិញចូលអ្នកសម្លឹងមើលទៅកាន់មុខប្រពន្ធកូនរបស់យើងចាប់ផ្ដើមបេសកកម្មសង្គ្រោះពួកគេអំពីបាបកម្មនានាឲ្យប្រពន្ធកូនជាទីស្រឡាញ់របស់ខ្ញុំអើយតោះពួកយើងឆ្ពោះទៅរកឋានសួគ៌ជាមួយគ្នាសង្ឃឹមថាអល់ឡោះជាម្ចាស់នឹងផ្ដល់អារម្មណ៍មេត្តាករុណាដល់គ្រួសាររបស់យើងទាំងអស់គ្នាសូមចែករំលែកវីដេអូមួយនេះឲ្យមនុស្សគ្រប់គ្នាបានស្ដាប់អ៊ីនសាអល់ឡោះយើងនឹងទទួលបានផលបុណ្យទាំងអស់គ្នាអាមីនយ៉ារ៉ាប់បាល់អាឡាមីនសង្ឃឹមថាបងប្អូននឹងបានយល់ជួបគ្នាបន្តក្នុងវីដេអូក្រោយអ៊ីនសាអល់ឡោះ